An is used before a singular noun which is countable when it is mentioned for the first time and represent no particular person or thing ប្រែថា an នឹងត្រូវបានគេប្រើនៅពីមុខនាមឯកវចនៈដែលជានាមរាប់បានហើយវាមិនបង្ហាញចំពោះពិសេសណាមួយមនុស្សណាមួយឬវត្ថុណាមួយហើយវាបង្ហាញនិយាយជាលើកទី1ដូចជា clear I need a visa visa ជាប្រអឹកពីមុខដោយសារ visa នឹងវាជានាមរាប់បានហើយវាឯកវចនៈ visa មួយហើយ visa នេះយើងនិយាយមិនចំពោះពិសេសចំពោះ visa ណាមួយទេគឺ visa ធម្មតាទូទៅ They live in a flat បាទ a flat នេះគឺជានាមឯកវចនៈរាប់បានហើយនិយាយជាលើកទី1និយាយមិនចំពោះពិសេសទៅលើវត្ថុអ្វីមួយទេ